ងាយស្រួលបំផុតក្នុងការធ្វើវីដេអូបែបនេះហើយអ្នកទាំងអស់គ្នាគ្រាន់តែមាននៅរូបភាពមួយស្លឹកតែប៉ុណ្ណោះអញ្ចឹងដើម្បីធ្វើអ្នកទាំងអស់គ្នាត្រូវតែស្គាល់នៅ AI ពីរនេះ AI ទី1មានឈ្មោះថា Google AI Studio AI ទី2មានឈ្មោះថា Google Gemini អូខេអញ្ចឹងខ្ញុំចូលមក Google AI Studio ហើយខ្ញុំចុចកន្លែង track 3យកពាក្យថា upload ដើម្បី upload រូបភាពមួយស្លឹកចូលទៅ Google AI Studio ដើម្បីឲ្យ Google AI Studio generate ជា prompt ឲ្យខ្ញុំអូខេអញ្ចឹងខ្ញុំចុចពាក្យថា run ហើយយើងរងចាំបន្តិចទៅអូខេនេះគឺជា prompt ដែល AI Studio generate ឲ្យខ្ញុំធ្វើការចុចកន្លែង track 3 copy text ហើយខ្ញុំចូលទៅ Google Gemini អូខេចឹងឥឡូវហ្នឹងមាន3 option អូខេសម្រាប់ខ្ញុំរើសយកទី2ហើយអ្នកទាំងអាចរើសយកមួយណាក៏បានតាមចិត្តហើយកន្លែងនេះខ្ញុំចុចយកវីដេអូហើយខ្ញុំផាស prompt ដែលខ្ញុំបាន generate ចេញពី Google AI Studio អូខេហើយខ្ញុំធ្វើការចុច submit កន្លែងនេះអូខេអញ្ចឹងការរងចាំប្រហែលជា3ទៅ5នាទីបាន generate រួចរាល់អូខេនេះគឺជាវីដេអូដែលបាន generate ចេញពី Google Gemini